ប្រាស់កំភ្លើងបានប្រហារចូលដល់អធិបតេយ្យកម្ពុជាដែលបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនរងរបួសនៅភូមិប្រៃច័ន្ទលោកអង្គរាជត្រីអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានហនយុថានាវេលាមួយជាតិបុរុស្ស៊ីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះទីហ៊ានថៃបានប្រើប្រាស់កំភ្លើងបានប្រហារចូលដល់អធិបតេយ្យកម្ពុជាដែលបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន5នាក់រងរបួសនិងស្លាប់1នាក់នៅភូមិប្រៃច័ន្ទឃុំអូបាចិនស្រុកអូជ្រឹងខេត្តបន្ទាយមានជ័យការបានប្រហាររបស់យោធាថៃមកលើទឹកដីកម្ពុជាគឺជាទង្វើបំពេញយ៉ាងសាហាវលើកិច្ចប្រឹងប្រែងសន្តិភាពដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជាថៃក្រុមសាកសីរបស់ប្រធានាធិបតីដូណាល់ត្រាំនិងប្រធានអាស៊ានគឺម៉ាឡេស៊ីក្រោយពីហេតុការណ៍ទីហ៊ានថៃបានប្រើប្រាស់កំភ្លើងបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរក្នុងនោះមានសារព័ត៌មានមួយនៅក្នុងប្រទេសថៃមានឈ្មោះថា The Nation បានព្យាយាមយករូបភាពប្រជាពលរដ្ឋខ្មែរដែលរងរបួសទៅប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើឲ្យផ្ទៃមុខរបស់ពួកគេញញឹមការធ្វើបែបនេះពួកគេចង់បំផន់សាធារណៈថាការរងរបួសរបស់ប្រជាពលរដ្ឋខ្មែរគឺជាការសម្ដែងទង្វើកែច្នៃបែបនេះវាបង្ហាញពីភាពជ្រុលនិយមនិងខ្វះភាពថ្លៃថ្នូរវាជាកំហុសរបស់សារព័ត៌មាន The Nation ដែលមិនបានផ្ទៀងផ្ទាត់ជាមុននឹងផ្សព្វផ្សាយគឺជាទង្វើខ្វះការយកចិត្តទុកដាក់ទៅលើវិជ្ជាជីវៈសារព័ត៌មានដែលប្រទេសនានានៅក្នុងពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានបំផិតនេះការផ្សព្វផ្សាយបែបនេះគឺនាំឲ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងនាំឲ្យមានការយល់ច្រឡំកាន់តែខ្លាំងចំពោះសាធារណមតិនៅក្នុងប្រទេសថៃហើយបង្កើតឲ្យមានអរិយភាពកាន់តែខ្លាំងរវាងប្រទេសកម្ពុជានិងថៃដែលប្រទេសទាំងពីរកំពុងតែមានបញ្ហាព្រំដែនរវាងគ្នានឹងគ្នាពីខ្ញុំបាទហៅសារព័ត៌មានហនយូ